បាទខ្ញុំបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់នៅក្នុងបណ្ដាញសង្គម YouTube ជាទីគោរពថ្ងៃនេះខ្ញុំបាទសូមលើកយកនៅចំណេះដឹងទូទៅថ្មីមួយដែលទាក់ទងទៅនឹងការបញ្ជាទិញអាវុធរបស់បណ្ដាប្រទេសនៅលើពិភពលោកថាតើប្រទេសណាទិញអាវុធពីអាមេរិកនិងរុស្ស៊ីច្រើនជាងគេបាទមុននឹងចូលដល់ខ្លឹមសារសម្រាប់ប្រិយមិត្តថ្មីសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីកុំឲ្យរំលងនៅរាល់ការផុសវីដេអូថ្មីៗរបស់ខ្ញុំបាទរយៈពេលកន្លងមកមានប្រទេសជាច្រើនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកដែលបានបញ្ជាទិញអាវុធពីអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលធ្វើឲ្យអាមេរិកគ្រប់គ្រងទីផ្សាររហូតដល់1/3ក្នុងនោះអាមេរិកបាននាំចេញអាវុធជាច្រើនប្រភេទទៅបរទេសរួមមានយន្តហោះចម្បាំងគ្រាប់មីស៊ីលឬមួយខែលមីស៊ីលប្រឆាំងមីស៊ីលនិងសម្ភារៈបរិក្ខារយោធាជាច្រើនទៀតក្នុងនោះដែរតំបន់មជ្ឈមបូព៌ាជាទីផ្សារធំជាងគេរបស់សហរដ្ឋអាមេរិកជាពិសេសប្រទេសអារ៉ាប៊ីសាអូឌីតចំណែកអឺរ៉ុបក៏ជាអតិថិជនរបស់អាមេរិកដែរដោយអាវុធ 32% បាននាំចូលពីអាមេរិកក្រោយមកមានប្រទេសមួយចំនួនបានងាកទៅទិញសភាវុធពីរុស្ស៊ីវិញក្នុងនោះមានប្រព័ន្ធមីស៊ីល S-400 និងយន្តហោះចម្បាំងជាដើមដែលធ្វើឲ្យអាមេរិកខឹងសម្បាយ៉ាងខ្លាំងដោយចាត់វិធានការដាក់ទណ្ឌកម្មនិងដំឡើងពន្ធទៅលើប្រទេសនោះជាក់ស្ដែងឥណ្ឌានិងទូគីជាដើមដែលរងការព្រមានពីអាមេរិកចំណែកប្រទេសសាឌីអារ៉ាប៊ីដែលជាប្រទេសចំណាយលុយទិញអាវុធពីអាមេរិកច្រើនជាងគេបំផុតត្រូវបានទទួលការកោតសរសើរពីប្រធានាធិបតីអាមេរិកប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានបញ្ជាក់ផងដែរថាលោកពិតជាស្រឡាញ់និងកោតសរសើរអារ៉ាប៊ីសាអូឌីតសម្រាប់ការទិញបរិក្ខារយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអាមេរិកថ្លែងនៅមុនជំនួបទ្វេភាគីជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតមូហាម៉ាត់ប៊ិនសាលម៉ាន់ក្នុងទីក្រុងអូសាកាប្រទេសជប៉ុនលោក Donald Trump ក៏បានបន្ថែមដូចនេះថាវាជារឿងដ៏មានកិត្តិយសដែលនឹងបានជួបជាមួយព្រះអង្គម្ចាស់ប៊ិនសាលម៉ាន់ដែលជាមិត្តម្នាក់របស់ខ្ញុំនិងជាបរិសម្នាក់ដែលបានធ្វើរឿងល្អៗជាច្រើនសម្រាប់ស្ត្រីនិងការបើកចំហអារ៉ាប៊ីសាអូឌីតហើយនេះមើលទៅដូចជាការធ្វើបដិវត្តន៍មួយក្នុងផ្លូវដ៏វិជ្ជមានយើងងាកមកនិយាយពីរុស្ស៊ីវិញក្នុងនោះមានប្រទេសចំនួន5ដែលទិញអាវុធពីប្រទេសរុស្ស៊ីច្រើនជាងគេបំផុតហើយលោកអ្នកច្បាស់ជាធ្លាប់ឮពីប្រភេទកាំភ្លើង AK-47 ដែលត្រូវបានប្រើប្រាស់ក្នុងពិភពលោកប្រមាណ100លានដើមដែលនេះជាផលិតផលរបស់ប្រទេសរុស្ស៊ីក្រៅពីនេះគេច្រើនស្គាល់ជាងគេនោះមានយន្តហោះចម្បាំងស៊េរីមិចប្រព័ន្ធការពារអាកាស S-400 និងរថក្រោះចម្បាំងស៊េរីតេមានដូចជា T-14 អមតាជាដើមរុស្ស៊ីគឺជាប្រទេសនាំចេញអាវុធធំទី2របស់ពិភពលោកនៅពីក្រោយសហរដ្ឋអាមេរិកដែលមានចំនួនប្រហែល 23% នៃការលក់អាវុធរបស់ពិភពលោកក្នុងចន្លោះឆ្នាំ2016និងឆ្នាំ2020ទីក្រុងមូស្គូគឺបានលក់អាវុធដែលមានទឹកប្រាក់ចំនួន $28,000 លានអាមេរិកទៅឲ្យ45ប្រទេសក្នុងនោះអតិថិជនដ៏ធំបំផុតរបស់រុស្ស៊ីគឺមានប្រទេសឥណ្ឌាបានទិញអាវុធ 23% នៃអាវុធរបស់ប្រទេសរុស្ស៊ីក្នុងតម្លៃប្រហែល $6.5 លានក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះការនាំចូលអាវុធរបស់ប្រទេសឥណ្ឌាមាន 49.3% មកពីប្រទេសរុស្ស៊ីយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកហូមឬហៅកាត់ថា SIPRI បានឲ្យដឹងថាប្រទេសចិនគឺជាអ្នកទិញអាវុធធំទី2របស់រុស្ស៊ីដែលមានទឹកប្រាក់ចំនួន $5.1 លានក្នុងរយៈពេលដូចគ្នាបន្ទាប់មកគឺអាល់ហ្សេរី $4.2 លានអេស៊ីប $3.3 លាននិងវៀតណាម $1.7 លាន
រុស្ស៊ីបាននាំសពាវុធជាច្រើនប្រភេទរួមមានយន្តហោះចម្បាំងគ្រឿងម៉ាស៊ីនគ្រាប់មីស៊ីលរថក្រោះនិងប្រព័ន្ធការពារអាកាសផងដែរដោយឡែកប្រភេទនៃយន្តហោះចម្បាំងជាប្រភេទទំនិញដែលរុស្ស៊ីនាំចេញច្រើនជាងគេបំផុតដែលមានជិតពាក់កណ្ដាលស្មើ 48.6% នៃការនាំចេញអាវុធសរុបរបស់រុស្ស៊ីយោងតាមស៊ីព្រីបានឲ្យដឹងថានៅឆ្នាំ 2020 សហរដ្ឋអាមេរិកបានចំណាយទឹកប្រាក់$278,000 លានលើវិស័យការពារជាតិដែលជាការចំណាយលើផ្នែកយោធាដ៏ធំបំផុតនៅក្នុងពិភពលោកប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ2ដែលមានតម្លៃ$252,000 លានប្រទេសឥណ្ឌាចំនួន$73,000 លានរុស្ស៊ីមានចំនួន$62,000 លាននិងចក្រភពអង់គ្លេសមានចំនួន$59,000 លានបាទខ្ញុំបាទសូមអរគុណប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រ Channel របស់ខ្ញុំបាទអត្ថបទមានខ្លឹមសារដោយដែលខ្ញុំបាទរៀបរាប់ជូនខាងលើសូមបញ្ចប់តែត្រឹមនេះបើប្រិយមិត្តពេញចិត្តសូមចែករំលែកក្តីស្រឡាញ់ដោយគ្រាន់តែចុច Subscribe និងដាក់សញ្ញាកណ្ដឹង ហើយខ្ញុំបាទរងចាំការ comment ជាមតិយោបល់ក្នុងន័យស្ថាបនាពីអ្នកជាទីស្រឡាញ់ទាំងអស់គ្នាខណៈនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ